មករយៈនេះនៅខាងខ្ញុំគឺថាភ្លៀងជាប់គ្នាអត់មានថ្ងៃសម្រានទេគឺថាភ្លៀងនោះភ្លៀងហើយបើនិយាយពីថារឿងខ្សងវិញចេញតាមមាត់ស្រះនោះស្ញេះស្ញាញតែម្ដងខ្សងមកជុំទេងុំត្រីក៏វាឡើងដូចគ្នាដែរសម្រាប់ខ្សងនេះបើសិនជាថានៅរដូវប្រាំងបើសិនជាយើងចង់ហូបខ្សងអានឹងគឺយើងទៅឈូសបងប្អូនឈូសយូរតែបើសម្រាប់ខែភាសាអញ្ចឹងគឺអត់ប្របាច់ឈូសដូចខែប្រាំងទេគឺយើងរាវតែម្ដងអានេះខ្សងនេះគឺវាមានចេះតែចេញណាបងប្អូនទោះត្រាទៅថាមានភ្លៀងធ្លាក់អីមិនបានវាចេញបើថាអត់ភ្លៀងក៏អត់មានចេញទេប្រហែលថ្ងៃនេះគឺថាភ្លៀងជាប់គ្នាខ្លាំងមែនទែនគឺភ្លៀងនេះគាត់ថាធ្វើអីអត់កើតតែម្ដងត្រូវថាថ្ងៃនេះគឺរាំងដាច់មហូបដាច់អីដែរអញ្ចឹងណាបងប្អូនក៏នឹកឃើញថាចង់ទៅខ្សងហើយណាមួយដោយសារថាភ្លៀងធ្លាក់ខ្លាំងចេះគឺខ្សងវាចាប់ផ្ដើមចេញហើយជាធម្មតាខ្សងកាលណាថាធ្លាក់ភ្លៀងគឺវាចាប់ផ្ដើមចេញមិនសិនថាអត់មានភ្លៀងធ្លាក់អត់មានអីគឺវាអត់មានចេញមកទេសម្រាប់ខ្សងស្រែនេះបងប្អូនវាចេញតែពេលណាថាមានភ្លៀងធ្លាក់ទេបើសិនថាអត់មានភ្លៀងគឺថាវាសំងំនៅក្នុងរន្ធហើយនៅក្នុងទឹកហើយសម្រាប់ខ្សងនេះផងដែរគឺខ្ញុំទៅរឹសនៅចង្ការខ្ញុំបងប្អូននៅស្រែនៅចង្ការហើយខ្សងនេះផងដែរក៏មិនមែនថាទៅរឹសតាមវាលស្រែវាលអីទេណាបងប្អូនគឺមករឹសនៅក្នុងស្រះតែម្ដងដោយសារថាខ្សងនេះកាលពីខែប្រាំងកាលពីខែភាសាឆ្នាំមុនគឺអូខ្ញុំគាត់យកមកដាក់នៅក្នុងស្រះអញ្ចឹងហើយដល់ពេលដែលខែប្រាំងគឺខ្សងនេះគឺវាចាប់ផ្ដើមក្រាំងដល់ពេលដែលថាធ្លាក់ចាប់ផ្ដើមធ្លាក់ភ្លៀងចូលខែភាសាគឺខ្សងនេះគឺវាចាប់ផ្ដើមចេញវិញម្ដងដល់ពេលថាវាចេញវាបង្កើតបានជាកូនជាចៅបងប្អូនអើយនិយាយពីថាក្នុងស្រះខ្ញុំគឺសម្បូរច្រើនខ្លាំងមែនទែនអូខ្ញុំក៏ដាក់តែបន្តិចទេដល់ពេលឆ្នាំនេះមិនម៉ាយអើយនិយាយពីថាខ្សងច្រើនខ្លាំងមែនទែនត្រូវថាធ្លាក់ភ្លៀងប្រមាណមីនេះក៏វាឡើងមកតាមមាត់ស្រះនោះញ៉េះស្ញាញ់អានេះគឺមិនមានរាវបងប្អូនអើយទៅកើបយូរតែម្ដងកាលពីប្រមាណខែមុនគឺខ្ញុំធ្លាប់ចេញវីដេអូឈូសខ្សងហ្នឹងគឺខ្ញុំឈូសនឹងស្រះនេះឯងបងប្អូនដែលឲ្យខ្ញុំកាត់យកមកដាក់នៅពេលថាខែភាសាខែអីនៅរដូវខាស់របេងអីអញ្ចឹងទៅទឹកវាខាស់អីអញ្ចឹងទៅក៏ឲ្យខ្ញុំដើរចាប់តាមវាស្រែយកមកដាក់ក្នុងស្រះខ្ញុំមកដាក់ក្នុងស្រះក៏មិននឹកស្មានថាខ្សងនេះគឺកើតដល់ថ្នាក់នេះទេឆ្នាំនេះគឺកើតច្រើនខ្លាំងមែនទែនប៉ុន្តែខ្ញុំរាវនេះគឺរាវលំមុំទៅថាមហូបទេអត់រាវច្រើនខ្លាំងពេកទេដោយសារតែខ្ញុំគាត់ឲ្យអត់ឲ្យរឹសច្រើនទេរឹសទៅថាលំមុំដើម្បីទុកឲ្យវាកើតជាកូនកើតជាចៅឲ្យបានច្រើនយ៉ាងនេះសិនឥឡូវនេះបើសិនជាថាចង់ហូបអីគឺយើងទៅរឹសហូបបន្តិចបន្តួចចង់និយាយថាវាស្រួលអញ្ចឹងដែរណាបងប្អូនបើសិនជាថាចាំធ្លាក់ភ្លៀងហើយវាយើងដើររឹសតាមវាស្រែអានឹងគឺវាមិនសូវជាសម្បូរដូចលើកមុនទេសម័យឥឡូវបើសិនជាថានៅសម័យមុនទៅភ្លៀងធ្លាក់អីយើងដើររឹសតាមវាស្រែប៉ុន្តែគឺសម័យនេះគឺមិនដើររឹសតាមវាស្រែទេបងប្អូនអើយឲ្យថាយើងមានគណិតខែប្រាំងចេះបើថាសម្បូរខ្សងអីតាមវាស្រែយើងរឹសយកមកទុកចិញ្ចឹមមានស្រះមានអីយកមកទុកក្នុងស្រះចេះទៅបងប្អូនហូបមិនចេះហិនទេមិនចេះរីងស្ងួតណាតែវាចេះតែកើតបន្តអានេះមិនត្រូវថាមានខ្សងទេនៅក្នុងស្រះនេះទូចពិតមែនប៉ុន្តែក្នុងស្រះនេះគឺមានសពគ្រប់បែបយ៉ាងមានតាំងពីខ្សងមានតាំងពីត្រីនិយាយរួមទៅស្អីក៏មានដែរកង្កែបក៏មានដែរកង្កែបក៏ច្រើនដែរបងប្អូនអើយបើខែប្រាំងចាំមើលតែខែប្រាំងតើវាក្រាំងគឺកែបច្រើនខ្លាំងមែនទែនតែខ្ញុំធ្លាប់ចេញវីដេអូជីកកែបជីកអីគឺខ្ញុំមកជីកក្នុងស្រះនេះឯងបងប្អូននិយាយថាអូយខ្សងធំល្អណាស់នឹងប៉ុនមេជើងខ្លះឈានដល់ប៉ុនក៏ដៃក៏មានដែរនិយាយថាបើត្រីវិញលូតតាមមាត់ស្រះនឹងព្រាតតែម្ដង